គ្រាន់តែឃើញប្លង់ក៏ដឹងថាប្រហែលជាមានត្រីច្រើនដែរមើលទៅប្រិមិត្តពងម៉ែបងប្អូនហើយតាមពិតគឺពុំមានត្រីឡើយត្រីនោះវាដូចជាសង្ងំនៅក្នុងគល់កផ្លោកឬមួយក៏វាសង្ងំក្នុងភុកក្នុងអីយ៉ាងម៉េចទៅដឹងបានជាវាបងទៅក៏មិនបានបងពេលណាក៏មិនបានដែរពីមុនប្រឡោះហ្នឹងគឺខ្ញុំតែងតែធ្វើការបងគឺសម្បូរណាបាទមួយសំណាញ់ហ្នឹងសឹងតែចង់បានមួយសម្លទៅហើយប៉ុន្តែឥឡូវហ្នឹងគឺថាគ្រប់កលៀនគៀនកោះណាក៏ដោយគឺមិនសូវមានទេនឹងមូលហេតុអីឬមួយក៏យ៉ាងម៉េចទេបានជាអញ្ចឹងប្រឡោះហ្នឹងដូចទំនងណាប្រិមិត្តបានឃើញអញ្ចឹងហើយថ្ងៃនោះហ្នឹងគឺថាទៅបានបងច្រោកភ្លាមហ្នឹងគឺមិនត្រឹមតែអត់បានត្រីថែមទាំងជាប់សំណាញ់ទៀតចឹងទេឲ្យកូនប្រុសជាអ្នកទាញហើយខ្ញុំនឹងចុះទៅដោះឈើដែលវាជាប់ហ្នឹងហើយឲ្យគាត់ទាញឡើងតិចម្ដងដោះរួចអីរួចក៏ស្ទាបមើលទៅអត់មានត្រីហើយប៉ះច្រាំងនឹងមាត់តិចហ្នឹងមាត់ភុកច្រាំងនឹងទឹកហ្នឹងឃើញមានក្រុមទៅក៏សវ៉ាក្រុមវិញព្រោះបងសំណាញ់មើលទៅមិនទំនងទេក៏ចាប់ផ្ដើមធ្វើការលាងសំណាញ់ទុកដើម្បីរៀបចំសវ៉ាក្រុមហើយកូនទាំងពីរហ្នឹងគឺអត់ឲ្យចុះទឹកទេគឺគាត់នៅមើលមកលេងអញ្ចឹងណាបានគ្រាន់ឈរលេងពួកគាត់តាមពិតហ្នឹងបើបណ្ដោយចុះហ្នឹងមិនបាច់ទេគឺចុះចិត្តណាស់ប៉ុន្តែមិនឲ្យចុះឡើយពីព្រោះថាមកកន្លែងអញ្ចឹងវារៀងនេះដែរអញ្ចឹងកុំឲ្យគាត់នេះឲ្យតែមករំហែមើលខ្ញុំអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមសវ៉ាហើយពេលសវ៉ាមិនបានថតអីទេគឺបានច្រើនដែរសបារួចអីរួចក៏យកមកត្រាំនៅផ្ទះលាងទឹកលាងអីឲ្យស្អាតទៅហើយយើងដាក់ស្ងោរវាដោយដាក់គល់ស្គ្រីហើយអញ្ចឹងទៅរំដេងស្លឹកក្រូចសើចអីឲ្យវានេះទៅហើយយើងដាក់ស្ងោរមកពុះណាប្រិមិត្តពុកម៉ែបងប្អូនកាលណាស្ងោរពុះទៅវាល្មមកុំឲ្យឆ្អិនពេកគ្រាន់តែវាមកលហើបនៃសម្បកវាណាហើយក៏រើសយកតែសាច់ទេដើម្បីយកទៅធ្វើការឆាជាម្ហូបជាអីចឹងទៅអញ្ចឹងក៏រើសចុះរើសឡើងគឺថាយូរមែនតើតម្រាំរើសបានប៉ុណ្ណេះហើយអស់ទាំងអស់ឡើងកន្លះនៃធុងណាប្រិមត្តពុកម៉ែបងប្អូនហើយគ្រាន់តែសម្បកកន្លះធុងបន្ទាប់ពីរើសរួចក៏ចាប់ផ្ដើមឆាហើយប្រិមត្តពុកម៉ែបងប្អូនហើយគឺដាក់ខ្ទឹមសយើងមកខ្ទឹមសហ្នឹងបើសិនយើងចង់ឈ្ងុយយើងលាងឲ្យស្អាតហើយយើងដាក់ទាំងសម្បកពូខ្ទឹមសកាលណាដាក់ទាំងសម្បកហ្នឹងគឺវាឈ្ងុយតែម្ដងរួចហើយបន្ទាប់ពីខ្ទឹមសរៀងឡើងនេះហើយយើងចាប់ផ្ដើមដាក់ខ្ញីរបស់យើងលីងខ្ញីមុនពីព្រោះក្រុមរបស់យើងហ្នឹងគឺថាបានស្ងោរវាសឹងឆ្អិន 70-80% ទៅហើយអញ្ចឹងអ្វីដែលនៅសេសសល់ហ្នឹងគឺថាមានតែខ្ញីទេយើងចំអិនឲ្យវារៀងក្រៀមឈ្ងុយតិចទៅបានយើងដាក់គ្រឿងអីទៅយើងដាក់ខ្សាច់ក្រុមចូលហើយកូរវាដាក់គ្រឿងបន្ថែមទៀតមើលថាល្មមរសជាតិឆ្ងាញ់ហើយគឺថាលើកមកគឺឆ្ងាញ់ហើយបាទចឹងរសជាតិគឺអត់ទាស់បុកគ្រឿងខ្មៅបុកល្ងបុកប្រហុកដែលមានរសជាតិឈ្ងុយឆ្ងាញ់ខ្ញុំមានលក់ណាបងប្អូនអាចកំងបានស្តុកថ្មីឆ្ងាញ់តែម្ដងចំណែកឯដុំហាត់ប្រាណក៏ខ្ញុំមានលក់ដែរអាចកំងបាន